Đây,ថ្ងៃនេះក៏សូមនិយាយរឿងពាក្យតម្លៃ value ខ្ញុំនិយាយពី value ហ្នឹងគឺអត់មាន value នៅក្នុងទស្សនវិជ្ជាឬក៏សាសនាទេខ្ញុំនិយាយពីតម្លៃនៅក្នុងពាណិជ្ជកម្ម price តម្លៃតេតិនទៅនឹងប្រេងកាតដែលមានតម្លៃសកលតាមមូលហេតុអីបានវាមានតម្លៃសំខាន់ដល់ម្លឹងដោយសារការប្រើប្រាស់ទូទាំងសកលលោកក៏ប៉ុន្តែថាវាកើតចេញពីយ៉ាងម៉េចវាចាប់ផ្ដើមមានរបៀបម៉េចចឹងណាហើយតែការពិតប្រេងកាតវាមិនមែនតែមានទេវាមានក្រំដីយូរហើយវារាប់ពាន់រាប់ម៉ឺនឆ្នាំហើយប្រទេសអារ៉ាក់ក៏មិនមែនតែមានដែរប៉ុន្តែប្រទេសអាមេរិកទៅនឹងកើតក្រោយទេហេតុអីវាជាអ្នកគ្រប់គ្រងប្រេងកាតចឹងប្រទេសទូចក្មេងខ្ចីយ៉ាងណាហើយទៅគ្រប់គ្រងប្រេងកាតប្រទេសដែលមានអាយុច្រើនដោយអ៊ីរ៉ាក់ចឹងវប្បធម៌មីសូប៉ូតាមីវាមុនចិននិងឥណ្ឌាទៅទៀតហើយពេសៀអ៊ីរ៉ង់ក៏ពេសៀក៏ចំណាស់ណាស់ទៅហើយតែពិតពាក្យថាតម្លៃសកលហ្នឹងគឺវាកាត់ចេញពីអ្នកជំនួញអាមេរិកនឹងឯងលោក John Rockefeller ដែលបង្កើតក្រុមហ៊ុន Standard Oil ប្រេងកាតឈ្មោះ Standard ហ្នឹងខ្ញុំឧទាហរណ៍ថាវាកាត់ឡើងយ៉ាងម៉េចគឺគំនិតមួយវាកាត់ចេញពីការសម្លឹងទៅលើទស្សនវិជ្ជាសង្គមខុសគ្នាខ្ញុំឧទាហរណ៍មួយចុះថាមានបុគ្គលិកផ្នែកលក់ក្រុមហ៊ុនលក់ស្បែកជើង2នាក់ដែលត្រូវបញ្ជូនទៅពង្រីកទីផ្សារលក់ស្បែកជើងទៅកាន់ប្រទេសអាហ្វ្រិកបុគ្គលិកទី1គឺទៅដល់ឃើញជនជាតិអាហ្វ្រិកភាគច្រើនជាជនជាតិភាគតិចហើយពួកគាត់រស់នៅតាមបែបមនុស្សព្រៃបរបាញ់សត្វចឹងដល់ស្បែកជើងចឹងគេឡើង report ទៅ sales manager វិញថាអត់មានទីផ្សារទេដោយសារជនជាតិភាគតិចហ្នឹងគាត់អត់ពាក់ស្បែកជើងទេចឹងយើងលក់ក៏វាមិនទិញដែរក៏ប៉ុន្តែបុគ្គលិកផ្នែកលក់ទី2ធ្វើ report ឡើងទៅមេខុសគ្នាថាទីផ្សារយើងធំបរិសាអីពួកគាត់អត់ទាន់យល់ថាការប្រើស្បែកជើងវាមានសារៈប្រយោជន៍ហើយការមិនពាក់ស្បែកជើងវាជះឥទ្ធិពលអាក្រក់យ៉ាងម៉េចខ្លះទៅដល់ការរស់នៅនិងសុខភាពរបស់ពួកគាត់ចឹងយើងត្រូវតែពង្រីកសាខានៅទីហ្នឹងចឹង sales manager ក៏បានតែងតាំងបុគ្គលិកផ្នែកលក់ម្នាក់ហ្នឹងឲ្យខ្លាយទៅជាអ្នកគ្រប់គ្រងនៅធ្វើអាហ្វ្រិកទាំងមូលហ្នឹងឲ្យលក់ចែកចាយស្បែកជើងហ្នឹងហើយចឹងការឃោសនានិងការចោះបញ្យល់ប្រជាពលរដ្ឋនៅក្នុងហ្នឹងក៏បង្កើតបាននូវវប្បធម៌ថ្មីអញ្ចឹងតម្លៃគឺវាកាត់ចេញពីមនុស្សយើងបង្កើតវប្បធម៌ហ្នឹងឯងត្រឡប់មកប្រេងកាតវិញនៅពេលដែល John Rockefeller គាត់ចាប់ផ្ដើមបង្កើត Standard Oil គឺប្រេងកាតគឺមាននៅតែអាមេរិកទេបូមដំបូងបង្អស់ក៏នៅទឹកដីអាមេរិកនៅអ៊ីរ៉ាក់អ៊ីរ៉ង់អីគេប្រើប្រាស់ប្រចាំថ្ងៃមែនហ្នឹងឯងប៉ុន្តែវាដងដួសដុតតែ local តែគ្នាឯងនៅក្នុងទឹកដីអារ៉ាប់អញ្ចឹងណាក៏ប៉ុន្តែ Rockefeller គាត់ពង្រីកទីផ្សារគាត់លក់ទៅដល់ប្រទេសចិនមកដល់អាស៊ីអាគ្នេយ៍មកដល់អីដោយការចែកចាយចង្គៀងរបស់គាត់ហ្នឹងហើយគាត់ក៏ចំណាយលុយផ្ទាល់ខ្លួនពីក្រុមហ៊ុនហ្នឹងបង្កើត Research and Development Department ដើម្បីស្រាវជ្រាវពីការប្រើប្រាស់ប្រេងកាតឬក៏ឧបត្ថម្ភទៅដល់អ្នកចេះដឹងណាមួយដែលគេច្នៃម៉ាស៊ីនពីការប្រើប្រាស់ធ្យូងថ្មឬក៏ដុតអុសហ្នឹងឲ្យទៅជាប្រេងកាតអញ្ចឹងចាប់ផ្ដើមពីកប៉ាល់ចម្បាំងមុនគេគឺគាត់ឧបត្ថម្ភទៅខាងយោធាហ្នឹងប្រែក្លាយ transform ម៉ាស៊ីនពីប្រើធ្យូងថ្មទៅប្រេងកាតវិញក៏ដុតកម្ដៅយ៉ាងដែរអញ្ចឹងមានន័យថាតម្លៃសកលនៃប្រេងកាតវាមិនមែនកាត់ចេញពីជនជាតិអារ៉ាប់នឹងទេប្រទេសអារ៉ាប់វាមានយូរហើយប្រេងកាតក៏វាមានយូរដែរប៉ុន្តែវាអត់មានតម្លៃជាសកលទេតែអ្នកជំនួញអាមេរិកទេដែលបង្កើតវាឲ្យមានតម្លៃសកលរហូតទៅដល់សំបីតែបង្កើតម៉ូតូបង្កើតស្អីហ្នឹងគឺជាគំនិតរបស់អ្នកលក់ប្រេងទាំងអស់ដើម្បី connect គ្នាពង្រីកទីផ្សារហ្នឹងអញ្ចឹងអីក៏ដោយដែរពាក្យថាតម្លៃវាកាត់ឡើងពីវប្បធម៌ការបង្កើតវប្បធម៌ថ្មីការរស់នៅបែបថ្មីអញ្ចឹងជនជាតិអ៊ីរ៉ាក់អ៊ីរ៉ង់គិតថាគេមកធ្វើបាបខ្លួនឯងក៏ប៉ុន្តែបើសិនជាអត់មានអ្នកជំនួញអាមេរិកទេក៏ប្រេងវាលក់អត់មានណាទិញទេយ៉ាងច្រើនដុតជាគៀង
ក៏ប៉ុន្តែអ្នកបង្កើតអគ្គិសនីអ្នកបង្កើតឡានបង្កើតស្អីហ្នឹងគឺពួកអ្នកដែលជា businessman នៅ Western ទេមានជនជាតិអារ៉ាប់ទេអញ្ចឹងវាយើងពិបាកនិយាយថាវាខុសឬក៏ត្រូវក៏ប៉ុន្តែគាត់ថាអ្នកដែលគ្រប់គ្រងពិភពលោករាល់ថ្ងៃគឺជា scientist ជាអ្នកវិទ្យាសាស្ត្រហើយនឹងជាអ្នក business អ្នកសហគ្រិនហ្នឹងហើយអញ្ចឹងយើងដឹងថាតម្លៃអ្នកណាអ្នកបង្កើតគឺយើងអ្នកបង្កើតបើសិនជាតម្លៃពេកវាកាត់ពី John Rockefeller នៅតម្លៃទំនិញដូចជាអ៊ីនធឺណិតអីចឹងពីដើមមានណាគេត្រូវការអ៊ីនធឺណិតយកមកធ្វើអីក៏ប៉ុន្តែវាដោយសារមនុស្សយើងត្រូវការប្រើបណ្ដាញសង្គមអញ្ចឹងអ្នកណាអ្នកបង្កើតវាមានBill Gates មាន Mark Zuckerberg អីចឹងបើសួរជនជាតិយើងនៅអាស៊ីនៅអាស៊ានអីហ្នឹងយើងចេះបង្កើតថ្មីអត់បើយើងអត់យល់ពីកន្លែងហ្នឹងបានយើងបង្កើតថ្មីអត់បានយើងប្រើតែរបស់គេឲ្យមោទនភាពយើងអត់មានតម្លៃទេព្រោះយើងអត់ចេះបង្កើតតម្លៃហ្នឹងឯងអូខេអរគុណ